thời chăm tha tôi bây giờ mình lôi pana cái đó còn ai tên Pevelia xemខ្លួនឯងបានដែរចឹងគឺយើងត្រូវចេះចំណាយពេលវេលាដើម្បីធ្វើឲ្យខ្លួនឯងមានក្តីសុខចឹងគឺថ្ងៃនេះខ្ញុំនឹងប្រាប់ tip អ្នកទាំងអស់គ្នាខ្លះៗដើម្បីទៅលេងនៅខាងកោះរ៉ុងគឺខ្ញុំបានដំណើរកម្សាន្តនៅ holiday ថ្ងៃ holiday របស់ខ្ញុំហ្នឹងគឺទៅលេងនៅកោះរ៉ុងហើយខ្ញុំបានទៅលេងច្រើនឆ្នេរដែរចឹងគឺខ្ញុំចេញដំណើរពីរាជធានីភ្នំពេញទៅតាមរយៈរថយន្តក្រុងរបស់វរៈបុនធាមហ្នឹងហើយតម្លៃទៅសបុតទៅហ្នឹងគឺតែ$15ទេហើយខ្ញុំក៏ទិញឡើងទៅទិញសបុតទូកហ្នឹងគឺទៅមក$25ចឹងអ្នកទាំងអស់គ្នាអាចមើលទៅហើយខ្ញុំក៏ជួលម៉ូតូនៅលើកោះហ្នឹងគឺ$10ក្នុងមួយថ្ងៃហើយកន្ទប់គេងក៏ខ្ញុំអត់បានដាក់ដែរព្រោះដោយសារតែខ្ញុំបានថតចឹងគឺកន្ទប់គេងខ្ញុំគេង2នាក់ម្នាក់ចែកគ្នាទៅអស់ម្នាក់ប្រហែលជា$28ឯងទេហើយខ្ញុំជួលម៉ូតូដើរលេងច្រើនឆ្នេរមែនតើហើយគឺដំបូងហ្នឹងគឺខ្ញុំទៅលេងឆ្នេរ Long Beach គឺហៅ Long Beach Resort ហ្នឹងអាហ្នឹងគឺជា privacy របស់ខាង resort គេទេអាហ្នឹងគឺយើងអាចចូលទៅមើលបានលេងបានប៉ុន្តែវាអត់ public ដូចឆ្នេរផ្សេងៗណាតែអានេះកន្លែងនេះគឺ Beach Long Beach ហ្នឹងគឺឆ្នេរ Long Beach ហ្នឹងគឺអាហ្នឹងគឺ free ទេយើងចូលបានហើយកន្លែងនោះគឺជាមិនដឹងថានិយាយថាម៉េចតែទាំងអស់គ្នាគួរតែមើលម្ដងទៅបើសិនជាអត់ដែរបានទៅទេតែអ្នកបានទៅហើយក៏អាចខមមិនប្រាប់ខ្ញុំបានដែរគឺនៅក្នុងគឺខ្សាច់សមែនតែនទឹកថ្លាដូចកញ្ចក់អញ្ចឹងគេហៅថាឋានសួគ៌ក្រោមដីសំទោសឋានសួគ៌លើដីច្រឡំឋានសួគ៌ក្រោមដីអ្នកទាំងអស់គ្នាអាចទៅមើលបានហើយទៅទស្សនាបានគឺក៏គឺសម្បត្តិធនធានធម្មជាតិនៅស្រុកខ្មែរយើងស្អាតមែនតើខ្ញុំមិនដឹងថានិយាយថាម៉េចខ្ញុំធ្លាប់ទៅក្រៅប្រទេសជាពិសេសអាផ្ទះលេខ2ផ្ទះលេខ3ហ្នឹងគឺឆ្នេរខ្សាច់របស់គេអត់បានមកចរិតដូចឆ្នេរខ្សាច់របស់យើងផងចឹងអ្នកទាំងអស់គ្នាគួរតែចំណាយពេលវេលាចំណាយថវិកាខ្លួនឯងហ្នឹងទៅមើលនៅសម្បត្តិធនធានធម្មជាតិរបស់ប្រទេសយើងគឺខ្ញុំរត់ខ្ញុំមានក្តីសុខមែនទែនខ្ញុំសូបយកខ្យល់អាកាសខ្ញុំរត់នៅក្រោម sunset អូយសុបាយមែនទែនតែម្ដងហើយគឺចំណាយអស់តិចមែនទែនខ្ញុំគិតទៅប្រហែលថ្ងៃហ្នឹងអ្នកនរគ្នាបោកត្រួតទៅខ្ញុំដាក់នៅលើ caption របស់ខ្ញុំហើយគឺតម្លៃខ្ញុំដាក់ហ្នឹងហើយថ្លៃធ្វើដំណើរថ្លៃការស្នាក់នៅថ្លៃការហូបចុកថ្លៃជួលម៉ូតូហ្នឹងគឺតម្លៃខ្ញុំទៅ2នាក់អស់ប្រហែលជាលំបាកខ្ទង់ដល់200ផងចែកទៅម្នាក់100តិចតួចទៅអស់ប៉ុណ្ណឹងដល់100ផងយ៉ាងតែអ្នកនរគ្នាអាចបូកមួយត្រួសទៅហើយខ្ញុំដាក់តម្លៃលើហ្នឹងហើយអានេះក៏ខ្ញុំទៅលេងបន្តទៅលេងឆ្នេរសុកសានតែសុកសានហ្នឹងគឺភាគច្រើន private របស់គេអត់ចូលលេងបានប៉ុន្តែយើងខ្ជិលចូលព្រោះដោយសារតែគេភាគច្រើនគេ private របស់គេណាហើយគេមានកន្លែងលេងជី ski លើទឹកអីនេះទៀតគឺរបស់ Golden Beach ហ្នឹងគេអត់មានបាន sponsor ទេតែនៅក្នុងស្អាតមែនតើខ្ញុំនិយាយមែនសុកសានហើយខ្ញុំក៏ទៅលេងឆ្នេរ Palm ឆ្នេរណា Palm Big Ski ហ្នឹងគេហៅថាឆ្នេរដើមថ្នោតគេដើមដូងគេហ្នឹងពីម្ខាងនៃកោះសង្សារអ្នកទាំងអស់គ្នាអាចទៅមើលទៅគឺនឹងមើលឃើញកោះសង្សារច្បាស់ហ្មងនេះកោះសង្សារដែលខ្ញុំថតពីខាងឆ្នេរហ្នឹងទៅហើយពេលល្ងាចឡើងហ្នឹងខ្ញុំក៏ទៅ BBQ នៅលើភូមិកោះតូចដែលកន្លែងស្នាក់ខ្ញុំស្នាក់នៅហ្នឹងឯងហើយតម្លៃប្រហែលជា$5ទៅ$7ទេមកក្នុងមួយឈុតខ្ញុំហៅតែ2ឈុតទៅគឺញ៉ាំបានទេគ្នា2នាក់ញ៉ាំអស់ផងមួយចានធំច្រើនណាហើយតម្លៃខ្ញុំគិតថាវាមិននឹកស្មានណាថាតំបន់ទេសចរមួយតម្លៃគួរសមដែលយើងអាចទទួលយកបានអញ្ចឹងគួរតែលេងម្ដងអរគុណហើយចាំជួបគ្នានៅវីដេអូក្រោយបាយបាយ